Okay everyone, nice to see you. ឥឡូវសួស្តីអ្នករាល់គ្នាថ្ងៃនេះគឺយើងជួបគ្នាម្ដងទៀតហើយនៅក្នុង channel YouTube របស់ខ្ញុំ Okay now one more អញ្ចឹងយើងចូលដល់ចំណុចទៀតគឺទាក់ទងជាមួយនឹងពាក្យថាទេទូរស័ព្ទមានច្រើន call ក៏ទេ call up ក៏ប្រើថាទេទូរស័ព្ទ telephone ក៏ប្រើថាទេទូរស័ព្ទ ring ក៏ប្រើថាទេទូរស័ព្ទ Okay I will call you when I have time ខ្ញុំនឹង call ទៅអ្នកនៅពេលដែលខ្ញុំមានពេលទំនេរ Okay have time នឹងមានពេលអញ្ចឹងពាក្យ call នឹងគឺមានន័យថាទេទូរស័ព្ទ Okay ខ្ញុំនឹងទេទូរស័ព្ទទៅអ្នក Okay I will call you when I have time ពេលដែលខ្ញុំមានពេល Don't forget to call me up when you meet him Don't forget to call me up when you meet him Okay Don't forget នឹងមានន័យថា complete to call me up complete ទូរស័ព្ទមកខ្ញុំ when you meet him នៅពេលដែលអ្នកជួបគាត់ Okay meet នឹងប្រែថាជួប when you meet him នៅពេលដែលអ្នកជួបគាត់ him នឹងគឺគាត់ណា She telephoned to me last night នាងបានទូរស័ព្ទមកខ្ញុំ last night នឹងមានន័យថាកាលពីយប់មិញ She telephoned to me last night នាងបានទូរស័ព្ទមកខ្ញុំកាលពីយប់មិញ Okay telephone នឹងប្រែថាទេទូរស័ព្ទណា I ring home once a week to meet my parents ring home មានន័យថាទេទូរស័ព្ទមកផ្ទះខ្ញុំទេទូរស័ព្ទមកផ្ទះ once មានន័យថាម្ដង a week ក្នុងមួយសប្តាហ៍ to meet ដើម្បីជួប my parents ឪពុកម្ដាយរបស់ខ្ញុំ The word about clothes ឥឡូវយើងសិក្សាទៅលើពាក្យទាំងឡាយដែលទាក់ទងជាមួយនឹងសម្លៀកបំពាក់ណា Okay dress ហ្នឹងគឺសម្លៀកបំពាក់ភាគច្រើនគឺជាសម្លៀកបំពាក់របស់នារីទេបរិសុទ្ធអត់មានទេ dress ហ្នឹង Okay shirt ហ្នឹងគឺអាវណាអាវ Okay suit ហ្នឹងក៏សម្លៀកបំពាក់ដែរប៉ុន្តែគឺគេសំដៅលើភាគច្រើនគឺអាវធំឬក៏ខោមានកវ៉ាត់កមានអីមកកាផ្លេហ្នឹងដែលគេពាក់ក្នុងពិធីរៀបការឬក្នុងអីផ្សេងណាអានេះហៅ suit jean ហ្នឹងគឺខោកាប៊យ jeans ខោកាប៊យ Okay coat ហ្នឹងគឺអាវធំណា Look at this picture Okay រូបភាពមួយនេះ raincoat ហ្នឹងគឺអាវភ្លៀង Okay Look at this picture trousers គឺខោ Okay look at this picture pants ហ្នឹងក៏ខោដែរ trouser ហើយនិង pants គឺខោជើងវែងដូចគ្នា Okay អញ្ចឹងរូបភាពដូចតែគ្នាទេ Okay blouse ហ្នឹងគឺអាវភាគច្រើនគឺអាវរបស់នារី Okay blouse Look at this picture t-shirt ហ្នឹងគឺអាវយឺត Okay look at this picture robe មានន័យថា robe គឺសម្លៀកបំពាក់ robe របស់ស្រីៗណា Okay look at this picture ឬក៏ robe ហ្នឹងក៏អាចជាសម្រាប់ព្រះសង្ឃដូចច្បងជីពររបស់ព្រះសង្ឃហ្នឹងក៏គេហៅថា robe ដែរ Okay the mang robe មានន័យថាស្បង់ Okay សម្រាប់លោកពាក់ហ្នឹង Okay short គឺខោខ្លី Okay knit shirt ហ្នឹងគឺអាវចាក់ this picture knit shirt អាវចាក់ពីខ្សែអំបោះណា jumpsuit ហ្នឹងគឺប្រភេទសម្លៀកបំពាក់មួយយ៉ាង Okay look at this picture uniform គឺឯកសណ្ឋាន Okay uniform ឯកសណ្ឋាន look at this picture sport short ហ្នឹងគឺខោសម្រាប់ពាក់លេងកីឡា Okay look at this picture seal shirt ហ្នឹងគឺអាវធ្វើអំពីសរសៃសូត្រ Okay look at this picture vest ហ្នឹងគឺអាវសម្រាប់ពាក់ក្រៅរបស់បរិសុទ្ធ wheel cleat ណាអាវ wheel cleat បរិសុទ្ធពាក់ក្រៅនេះ vest school uniform គឺឯកសណ្ឋានសាលាណាតម្រូវឲ្យសិស្សពាក់ណាអញ្ចឹងឲ្យតែពាក្យ uniform គឺភាគច្រើនគឺសំដៅលើឯកសណ្ឋានតាមស្ថាប័នឬក៏អង្គការផ្សេងក្រុមហ៊ុនដែលតម្រូវឲ្យយើងពាក់ soldier uniform ឯកសណ្ឋានទាហាន Okay this picture
soldier uniform ឯកសណ្ឋានទាហាន police uniform ឯកសណ្ឋានប៉ូលីស look at this picture sweater sweater គឺអាវយឺតប្រភេទអាវរងាអូខេ look at this picture ties ties គឺខោអាវខោរឹបរបស់នារីអូខេ look at this picture tie tie គឺក្រវ៉ាត់កអូខេ look at this picture jacket jacket គឺអាវសម្រាប់ពាក់ក្រៅ look at this picture undershirt undershirt នេះគឺអាវសម្រាប់ពាក់ក្នុងអូខេ look at this picture bra bra នេះគឺអាវតំណប់ជាពិសេសគឺសម្រាប់នារីទេអូខេ look at this picture underwear underwear នេះគឺខោក្នុងណាជាសាមញ្ញ Leo អូខេ look at this picture okay I hope you understand now move to another word socks ស្រោមជើងអូខេ socks ស្រោមជើង scarf កន្សែងបង់កអូខេ this picture girdle girdle គឺខោរឹបក្បាលពោះរបស់ស្រីៗណានារីដែលមានក្បាលពោះដោះធំអីហ្នឹងពាក់អាហ្នឹងទៅរឹបទៅពាក់អាវពីលើទៅវាសមអូខេ girdle slipper ហ្នឹងគឺស្បែកជើងផ្ទាត់ណាស្បែកជើងផ្ទាត់អូខេ half slip ហ្នឹងគឺសំពត់តំណប់របស់ស្រីៗណាគេស្លៀកនឹងមួយជាន់ហើយស្លៀកសំពត់អីពីលើទៀតទៅណា half slip អូខេ stockings គឺស្រោមជើងត្រឹមភ្លៅអូខេរបស់ស្រីៗដែរប្រុសយើងអត់មានទេប៉ុន្តែបើចង់ពាក់ក៏បានអូខេ stockings leather belt ហ្នឹងគឺខ្សែក្រវ៉ាត់ដែលធ្វើអំពីស្បែក leather belt អូខេ leather នេះមានន័យស្បែក belt ហ្នឹងគឺខ្សែក្រវ៉ាត់ pyjamas មានន័យថាអាវដេកយប់អូខេ this picture pyjamas cap ហ្នឹងគឺមួកណាប្រភេទមួកកតាប់នេះអូខេ look at this picture wool blouse នេះគឺអាវធ្វើអំពីរោមសត្វមានរោមជៀមរោមអីផ្សេងៗអូខេ look at this picture wool blouse អូខេ boxer shorts នេះគឺខោពាក់វៃបុកអូខេ look at this picture swimsuit គឺសម្លៀកបំពាក់ហាលទឹកអូខេ look at this picture shoes គឺស្បែកជើងអូខេ high heels ស្បែកជើងកែងអូខេ look at this picture purse គឺកាបូបយួររបស់នារីអូខេ this picture purse boots ស្បែកជើងកវែងអូខេ look at this picture low heels គឺស្បែកជើងកែងទាបអូខេ look at this picture ចឹងមេរៀននេះបានបញ្ចប់សូមថាជួបគ្នានៅពេលក្រោយអូខេ bye bye